សេចក្តីបំភ្លឺព័ត៌មានអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មានឲ្យបានជ្រាបថានៅថ្ងៃទី2ខែធ្នូឆ្នាំ2025មានបណ្ដាញសារព័ត៌មានគេហទំព័រឈ្មោះ MDTV News បានចុះផ្សាយមានខ្លឹមសារថាសៃវៀនលេងមន់ជុលឡើងផ្អើលស្រុកដំណាក់ចង្អើរខេត្តកែបនៅចំណុចខាងកើតម៉ាស៊ីនកិនថ្មប្រហែល200ម៉ែត្រក្នុងភូមិចំការជែកឃុំពងទឹកស្រុកដំណាក់ចង្អើរខេត្តកែបបន្ទាប់ពីទទួលបាននូវព័ត៌មានខាងលើលោកអភិបាលនៃគណៈអភិបាលស្រុកដំណាក់ចង្អើរនិងលោកអធិការនគរបាលស្រុកបានដាក់បទបញ្ជាដល់កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរកម្លាំងនគរបាលប៉ោរដ្ឋបាលឃុំពងទឹកដឹកនាំដោយលោកវរៈសេនីយ៍ត្រីកុយហេងនាយប៉ោរដ្ឋបាលពងទឹកនិងកម្លាំងក្រមអវ៉ាតចូលដល់ទីតាំងលេងល្បែងស៊ីសងខុសច្បាប់ក្នុងភូមិសាស្ត្រខាងលើភ្លាមជាលទ្ធផលសមត្ថកិច្ចយើងបានស្រាវជ្រាវរកឃើញទីតាំងលួចលេងល្បែងជុលមាន់ជាលក្ខណៈលួចណាត់ជុលម្ដងម្កាលតែប៉ុណ្ណោះផ្អែកតាមការពិនិត្យស្ថានភាពទីតាំងល្បែងជុលមាន់នោះសមត្ថកិច្ចអាចសន្និដ្ឋានបានថាជាកន្លែងដែលក្រុមអ្នកញៀនល្បែងណាត់ជួបគ្នាប្រជុលមាន់ក្នុងទ្រង់ទ្រីតូចតាចនិងចល័តនៅក្នុងភូមិសាស្ត្រឃុំស្រុកខាងលើប៉ុណ្ណោះមិនមែនជាសៃវៀនជុលមាន់ទ្រង់ទ្រីធំដោយការចុះផ្សាយនោះទេចំពោះករណីខាងលើនេះលោកវរៈសេនីយ៍តូអធិការនគរបាលស្រុកដំណាក់ចង្អើរបានបញ្ជាឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមូលដ្ឋានដឹកនាំដាក់កម្លាំងឃ្លាំមើលត្រួតពិនិត្យទីតាំងខាងលើនេះជាប់ជាប្រចាំដើម្បីបង្ក្រាបទប់ស្កាត់និងបង្ក្រាបសកម្មភាពលួចលេងល្បែងស៊ីសងខុសច្បាប់បន្តទៀតអធិការនគរបាលស្រុកដំណាក់ចង្អើរស្នើអង្គភាពសារព័ត៌មានគេហទំព័រ MTTV News កែតម្រូវខ្លឹមសារឡើងវិញស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាននិងធ្វើការស្រាវជ្រាវរកប្រភពឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងធ្វើការចុះផ្សាយជៀសវាងយករូបសកម្មភាពមិនពិតរូបភាពចាស់ៗប្រឌិតបង្កើតជារូបភាពថ្មីបង្កការលំបាកដល់ការអនុវត្តជំនាញនិងនាំឲ្យមហាជនមានការភ័ន្តច្រឡំចំពោះស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមនៅក្នុងមូលដ្ឋានជាពិសេសបង្កឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងអនុវត្តទូនាទីភារកិច្ចរបបមន្ត្រីនគរបាលនិងអង្គភាពអនុវត្តច្បាប់សេចក្តីដោយបានជម្រាបជូនខាងលើសូមសាធារណជននិងអ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមមេត្តាជ្រាបជាព័ត៌មាន